ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកមានវីដេអូថ្មីទៀតហើយវីដេអូរបៀបខត្រីឥឡូវជាដំបូងយើងត្រូវទៅផ្សារដើម្បីទិញត្រីយកមកខបងប្អូនចាទៅផ្សារហើយយើងមកវិញណាបងប្អូនយើងត្រឡប់មកវិញយើងបានត្រីកញ្ជុក1គីឡូឥឡូវយើងត្រូវយកត្រីកញ្ជុកទៅត្រាំអំបិលច្បាច់អំបិលចាច្បាច់ឲ្យដើម្បីឲ្យវាអស់អំបិលបងប្អូនចាពេលដែលវាអស់អំបិលទៅយើងបាត់ភាពឆ្អាបចាឥឡូវយើងបាញ់អំបិលលាងស្អាតដាក់កញ្ឆេងអញ្ចឹងមកដើម្បីយើងខបងប្អូនឥឡូវគ្រឿងយើងបានរួចរាល់ហើយយើងចាប់ផ្ដើមធ្វើវាគ្រឿងមានដូចជាចេងម្រេចអំបិលរ៉ូឌីនិងស្ករខ្មែរខ្ទឹមស្លឹកខ្ទឹមនេះគ្រឿងយើងរួចរាល់អស់ហើយយើងចាប់ផ្ដើមច្បល់ថៃជាមួយនឹងគ្រឿងបងប្អូនចង់ខត្រីឆ្ងាញ់បងប្អូនត្រូវយកត្រីមកលាយជាមួយនឹងគ្រឿងច្បាច់ឲ្យសព្វដើម្បីចូលជាតិត្រីយើងមិនមែនចូលជាតិទៅខាងទឹកស្រកខាងក្រៅសាច់ត្រីខាំទៅសាបទេណាពេលបងប្អូនញ៉ាំសាច់ត្រីទៅសាបអត់ទេយើងធ្វើតាមវិធីនេះញ៉ាំឆ្ងាញ់ទាំងសាច់ត្រីញ៉ាំឆ្ងាញ់ទាំងទឹកស្លចាសាច់ត្រីយើងមានរសជាតិដូចទឹកស្លអញ្ចឹងយើងរបៀបខខ្លះយើងខទៅយើងញ៉ាំខឆ្ងាញ់មែនតែពេលយើងខាំសាច់ត្រីទៅអត់មានជាតិអីបងប្អូនអរគ្នាចាដូចថាជាតិត្រីយើងអត់បានច្បាច់គ្រឿងអត់បានលាយគ្រឿងតាមវិធីនេះទៅធានាថាខបងប្អូនមានរសជាតិឈ្ងុយឆ្ងាញ់ដូចនាងខ្ញុំខឲ្យមើលអញ្ចឹងបងប្អូនធ្វើតាមវិធីនេះមិនថាខជើងជ្រូកឬក៏ខសាច់ត្រីចាធ្វើតាមវិធីនេះបានខទៅធានាបងប្អូនថាមានរសជាតិឆ្ងាញ់ទាំងសាច់ឆ្ងាញ់ទាំងទឹកនេះថាអស់ពីឆ្នាំងតែម្ដងពេលបងប្អូនលាយគ្រឿងមកតិចហើយបងប្អូនច្បល់វាច្បាច់ជាមួយនឹងសាច់ដែលយើងត្រូវខហ្នឹងឲ្យចូលជាតិសព្វហើយចាំយើងយកទៅខបងប្អូនមើលតាមវិធីនេះទៅបងប្អូនធ្វើតាមទៅបងប្អូនណាដែលគាត់អត់ចេះខគាត់អាចមើលទៅធ្វើតាមបានចាធានាឲ្យបងប្អូនដែលគាត់ចូលចិត្តម្រេចច្រើនជាពិសេសបងប្អូនដែលគាត់កូនខ្ចីកូនអីគាត់ដាក់ម្រេចច្រើនគាត់ខហូបបែបនេះធ្វើឲ្យមានទឹកដោះឲ្យកូនមុំអញ្ចឹងណាចាសិប័តពិសោធន៍ដែលខ្ញុំធ្លាប់មានយ៉ាងខ្ញុំចែករំលែកទៅឲ្យបងប្អូនទាំងអស់គ្នាដែលគាត់ថ្មីថ្មោអញ្ចឹងណាធ្វើតាមវិធីនេះបានបងប្អូនលាយគ្រឿងទៅមកមុំដែលបងប្អូនចូលចិត្តខ្ញុំលាយសពរួចរាល់អស់ហើយថែមទឹកត្រីមួយច្រូចទៀតហើយយើងរៀបចំដាក់ឆ្នាំងកម្លោចស្ករម្ល៉េះខ្ទឹមអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាអំនាស់នឹងល្ពៅយើងទុកដាក់សម្រាប់ឲ្យវាជួយជំនួយឲ្យពុកឆ្អឹងត្រីមិនពុកឆ្អឹងមនុស្សទេណាបងប្អូនតិចច្រឡំថាដាក់ទៅពុកដល់ឆ្អឹងមនុស្សអត់ទេពុកតែឆ្អឹងត្រីធ្វើឲ្យត្រីយើងឆ្ងាញ់លើសដើមទៀតពេលត្រីដែលពុកឆ្អឹងទៅងាយស្រួលហូបចាអត់ស្លាក់ឆ្អឹងស្អីចឹងដោយសារឆ្អឹងវាផុយពេលឆ្អឹងផុយយើងងាយស្រួលហូបអញ្ចឹងណាយើងដាក់ខ្លាញ់តិចទៅបងប្អូនប្រើខ្លាញ់តិចទៅល្អប្រេងឆាហ្នឹងកុំប្រើលោកច្រើនពេកប្រើមុំទៅពេលយើងកម្លោចខ្ទឹមមករៀងខ្លោចតិចរៀងឈ្ងុយរៀងក្រហមតិចហើយចាំយើងដាក់ស្ករខ្ទឹមរៀងបានក្រហមតិចហើយយើងចាប់ផ្ដើមដាក់ស្ករណាត់ចិត្តទាំងអស់គ្នាដាក់ស្ករ2 ស្លាបព្រាបាយចាស្ករ2 ស្លាបព្រាបាយល្មមមករសជាតិនឹងឆ្ងាញ់ហ្មងបងប្អូនដាក់អំបិលគួរ1គ្រាប់2គ្រាប់ចូលផងកុំភ្លេចហើយយើងកូរវាឲ្យសព្វទៅយើងបើកភ្លើងល្មមកុំឲ្យបើកខ្លាំងពេកពេលដែលស្ករយើងឡើងក្រហមជើងក្រងហើយចាំយើងរៀបចំដាក់
mình nói bơi nâng trái không bồn bồn khơi kho dương ấy khơi bây giờ cầm lại score bù tới vì làng có hôm trường khoáng chẳng không bồn trà làng có hôm bên năng bây giờ dương điệp chạm đã khường để thử khó miền ông bơi dương canh hộp tất á ông bồn trà vì chui ai thấy để dương đã khó tới nó bị bột cho ăn bột đây lộn chẳng nèបងប្អូនណាដែលគាត់អត់ដែរធ្លាប់ខគាត់ធ្វើតាមវិធីនេះទៅធានាថាឆ្ងាញ់បងប្អូននឹងធ្វើម្ដងហើយម្ដងទៀតយើងដាក់អំពៅចូលរួចរាល់ហើយយើងចាប់ផ្ដើមដាក់ម្នាស់ហើយក៏ជាផ្លែឈើមួយយ៉ាងដែលធ្វើឲ្យត្រីយើងពុកឆ្អឹងបានល្អហើយយើងរៀបត្រីដាក់ទៅបងប្អូនត្រីយើងរៀបឲ្យមានរបៀបរៀបរយយើងខមិនតែចេះចាក់ដាក់ឯណាពេលយើងដួសហូបទៅវាធ្វើឲ្យត្រីយើងបែកសាច់ខ្ទេចខ្ទីអស់អញ្ចឹងយើងរៀបវាអញ្ចឹងទៅដើម្បីពេលខវាឆ្អិនទៅយើងដួសតាមលំដាប់លំដោយអញ្ចឹងត្រីយើងហូបទៅពេញមាត់វានៅទាំងមូលណាបងប្អូនទាំងអស់គ្នាវាអត់បាក់វាអត់បែកអីទេបងប្អូនរៀបអញ្ចឹងទៅចាខយើងមានសោភ័ណភាពស្អាតហើយយើងពេលយើងដួសហូបងាយស្រួលខ្លាំងមែនតើពេលយើងដួសហូបយើងដួសតែ4 5 6ត្រីមកវាល្មមម្ចាស់វាអត់បាក់វាអត់បែកទេងាយស្រួលពេលយើងកដៅលើក្រោយទៀតចឹងណាខយើងអាចហូបបានច្រើនថ្ងៃ2 ទៅ 3ថ្ងៃយើងកដៅហូបបានអញ្ចឹងយើងក៏រៀបចំវារៀងស្រួលបួលតិចកុំឲ្យវាចាក់ត្រីកលើគ្នាពេលយើងដួសទៅពិបាកធ្វើឲ្យបាក់ខ្ទេចខ្ទីយើងអ្នកហូបក្រោយយើងមើលទៅវាអាក្រក់មើលថាយើងវាអត់មានរបៀបរៀបរយចឹងបងប្អូនធ្វើតាមវិធីនេះទៅអត់ខកបំណងទេហើយយើងរៀបចំត្រីរួចរាល់ហើយយើងកុំភ្លេចទុកម្នាស់ខ្លះដើម្បីដាក់ពីលើឲ្យវាងាយឆាប់ផុយហើយបងប្អូនដាក់ទឹកតាមចំណង់ចំណូលចិត្តបងប្អូនទៅចង់គោកដាក់គោកចង់បានទឹកច្រើនបងប្អូនដាក់យើងខែទៅពីផ្តិលអីទៅបើសម្រាប់ខ្ញុំដាក់តែផ្តិលទេដើម្បីឲ្យវាផុកចឹងវាឆ្ងាញ់ណាយើងខកវាទៅយើងបើចក្រានទៅដើម្បីឲ្យវាពុះហើយចាំយើងដាក់ទឹកណាបងប្អូនពុះហើយណាប់ចិត្តទាំងអស់គ្នាឃើញវាពណ៌ស្អាតទេពណ៌ក្រហមខយើងមើលទៅតំណងតែបងប្អូនអើយពេលបើកមកឡើងឈ្ងុយម្រេចខ្ទឹមហើយយើងដាក់ទឹកចូលទៅខ្ញុំដាក់ចំនួនទឹកផ្តិលពេលវាពុះហើយរួចរាល់ហើយបងប្អូនទាំងអស់គ្នាយើងអាចយកដួសទៅញ៉ាំបានណាហើយខយើងបានពុះហើយឃើញទេបងប្អូនឈ្ងុយខ្លាំងមែនតើផ្សែងឡើងអាប់កាមេរ៉ាទូរស័ព្ទចាមើលតំណងឯថៃយើងអត់បែកទេនៅទាំងមូលទាំងអស់រសជាតិវិញនិយាយថាពីឆ្ងាញ់ហ្មងបងប្អូនទាំងអស់គ្នាមើលតាចភាដឹងឲ្យធรียมចាំដួសភ្លក់ហើយវារីងទឹកបន្តិចអញ្ចឹងទៅបងប្អូនឃើញល្មមហ៎ចាហើយមើលសាច់ត្រីយើងនៅតដកល្អខ្លាំងមែនតើរសជាតិវិញជាប់ចិត្តហ្មងបងប្អូនប្រៃផ្អែមហឹរម្រេចតិចហ្នឹងអូយឆ្ងាញ់ខ្លាំងពណ៌សក៏ត្រូវបាយកកក៏ត្រូវបាយក្តៅក៏ត្រូវដែរបងប្អូនហើយរសជាតិឆ្ងាញ់ឲ្យមេដៃមួយអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ